បងប្អូនចង់ចេះបង្ហោះរូបភាពនៅក្នុង account Facebook របស់យើងហ្នឹងឲ្យមានលក្ខណៈបែបនេះអត់បងប្អូនបាទមានដូចជាដាក់ logo ការសរសេរអក្សរហើយនឹងបាទដាក់ដូចជាការ comment ពីមិត្តភ័ក្តិរបស់យើងបាទឬក៏ view វីដេអូយើងច្រើនជាងទៅយើងចង់បង្ហាញទៅមិត្តភ័ក្តិរបស់យើងឲ្យមិត្តភ័ក្តិយើងបានឃើញណាបងប្អូនហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនចង់ចេះបង្ហោះបែបនេះបាទបងប្អូនទស្សនាបាទវីដេអូនេះជាមួយខ្ញុំបានបាទហើយបងប្អូនចុចចូលនៅក្នុង account Facebook នេះមកបន្ទាប់មកបងប្អូននេះឃើញមានរូប profile របស់យើងណាបងប្អូននេះខាងលើហ្នឹងហើយបងប្អូនចុចចូលកន្លែងរូប profile ត្រេះ3ហ្នឹងមកបងប្អូនណាហ្នឹងហើយហើយបងប្អូនមើលមកជួរនេះបងប្អូនណាហ្នឹងហើយមកជួរកន្លែងឈ្មោះ account Facebook របស់យើងហ្នឹងបងប្អូនណាហ្នឹងហើយបងប្អូនចុចចូលទីនេះមកហើយបងប្អូន scroll ឡើងលើបន្តិចណាបងប្អូនហ្នឹងហើយ scroll ឡើងលើហើយបងប្អូននឹងឃើញនេះរូបសញ្ញាពណ៌បៃតងនេះបងប្អូនចុចចូលកន្លែងនេះក៏បានឬក៏យើងចុចចូលទីនេះក៏បានដូចគ្នាបងប្អូនណាហ្នឹងហើយបងប្អូនចុច select ទីនេះមកហើយបងប្អូនវានឹងលោតមកបានលក្ខណៈបែបនេះហើយបងប្អូននឹងឃើញមានរូបភាពហើយនឹងវីដេអូបងប្អូននេះឃើញទេបងប្អូនចុចចូលកន្លែងហ្នឹងមកបាទហើយខ្ញុំរើសយករូបភាពរបស់ខ្ញុំមួយនេះបងប្អូនហ្នឹងហើយ select យករូបភាពរបស់ខ្ញុំមួយនេះបងប្អូនឃើញបាទពេលដែលយើងបាទចុចបង្ហោះទៅបាទរូបភាពរបស់យើងហ្នឹងយើងអត់បាន edit ទេណាបងប្អូនហ្នឹងហើយតែវីដេអូហ្នឹងខ្ញុំនឹងបង្ហាញបងប្អូនពីការ edit ដែរបងប្អូនដាក់ដូចជា logo ឬក៏សរសេរអក្សរនៅលើរូបភាពរបស់យើងមួយហ្នឹងបងប្អូនបើសិនជាបងប្អូនបង្ហោះធម្មតាបងប្អូនចុចនេះ next មែនអត់បងប្អូនណាបងប្អូនចុច next នេះចុច next ហើយបងប្អូនចុចពាក្យថាផុសទៅគឺទៅតារូបភាពរបស់យើងនឹងហើយបងប្អូនណាហ្នឹងហើយអញ្ចឹងខ្ញុំចង់បង្ហាញបងប្អូនចុចដកមកវិញមកនេះចុចកន្លែងហ្នឹងមកឲ្យឃើញជាលក្ខណៈបែបហ្នឹងហើយបងប្អូនកលេចមើលកន្លែងនេះកន្លែងពាក្យថា edit ណាបងប្អូនហ្នឹងហើយបងប្អូនចុចចូលទីនេះមកបាទពេលលោតមកបែបនេះបងប្អូនណាលោតមកបែបហ្នឹងហើយបងប្អូនចង់ទៅដាក់រូបភាពឬក៏ដាក់ logo ឬក៏ដាក់បាទបែប comment ណាមិត្តភ័ក្តិយើង comment ឬក៏ view វីដេអូរបស់យើងហ្នឹងបាទបងប្អូនចង់យកមកដាក់ដើម្បីឲ្យមិត្តភ័ក្តិរបស់យើងឃើញថាវីដេអូរបស់យើងអញ្ចឹងផ្ទុះបងប្អូនផ្ទុះបានដល់ 1M 2M អីចឹងទៅយើងចង់ឲ្យមិត្តភ័ក្តិយើងឃើញបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនចុចនេះរូបនេះបងប្អូនណាហ្នឹងហើយរូបសញ្ញាហ្នឹងបងប្អូនឃើញបងប្អូនណានេះរូបសញ្ញាហ្នឹងហើយបងប្អូនចុចលើវាមកហ្នឹងហើយពេលលោតមកបែបនេះហើយបងប្អូនមើលកន្លែងនេះបាទកន្លែងហ្នឹងបងប្អូនណាបើសិនជាអត់ឃើញលោតនៅខាងលើទេបងប្អូនអូសចាអូសមកធ្វើម៉េចឲ្យបងប្អូនរកឲ្យឃើញនេះឲ្យឃើញសញ្ញាជារូបភាពបងប្អូនហ្នឹងហើយបងប្អូនចុចចូល select ទីនេះមកបាទខ្ញុំចង់ដាក់នេះរូប logo Facebook នេះបងប្អូនណាហ្នឹងហើយអញ្ចឹងខ្ញុំចុចចូលវានឹងលោតមកបែបនេះបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនអាចសេរីបានបងប្អូនអញ្ចឹងខ្ញុំសូមបរួមវាទូចបន្តិចបងប្អូនណាហ្នឹងហើយព្រមហើយខ្ញុំចង់បង្ហាញមួយទៀតបងប្អូនណាបង្ហាញមួយទៀតនេះយើងចង់ប៉ះវាប៉ះលើរូបហ្នឹងចង់ដាក់ពណ៌ខ្មៅពណ៌បាទរឿង color បន្តិចបន្តួចអីយើងអាចដាក់បានបងប្អូនណាគ្រាន់បងប្អូនអូសចេះផងនេះឃើញបងប្អូនណាហ្នឹងហើយបងប្អូនអូសមកបានបងប្អូនណាហ្នឹងហើយនេះបងប្អូនឃើញបាទបងប្អូនអូសមកបាទចង់ដាក់ពណ៌បាទបែបនេះរឿងដូចថាពណ៌រៀងស្លេកអីចឹងណាបងប្អូននេះឃើញបាទអញ្ចឹងបងប្អូនអាចអូសបាននេះឃើញទេបាទវាមានតាមបាទ color បងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនអាចអូសមកបងប្អូនគាត់យកដៃបងប្អូនណាយកដៃបងប្អូនហ្នឹងយកមកប៉ះលើរូបរបស់យើងអូសចាអូសទៅមកឆ្វេងស្ដាំចឹងមកហ្នឹងហើយបងប្អូនឃើញទេបាទអញ្ចឹងវាលោតមកតាមពណ៌បងប្អូនឃើញវាដាក់ជាអក្សរអង់គ្លេសបងប្អូនណាហ្នឹងហើយនេះឃើញពណ៌នេះបងប្អូនឃើញលោតតាមហ្នឹងទេបាទអញ្ចឹងពេលយើងផ្លាស់ប្ដូរទៅវាលោតពណ៌ផ្សេងអញ្ចឹងទៅបងប្អូនឃើញបាទយើងអាចអូសប៉ះដៃបានយើងចង់ឆ្លាញ់បានពណ៌បែបណាឥឡូវខ្ញុំលុប logo Facebook នេះសិនបងប្អូនហ្នឹងហើយស្រួលឲ្យបងប្អូនមើលអញ្ចឹងខ្ញុំប៉ះបង្ហាញបងប្អូនម្ដងទៀតបាទនេះយើងលោតមកចេញជាបែបបាទឆ្វេងស្ដាំអញ្ចឹងបងប្អូនអូសវាមកបាទអញ្ចឹងវាលោតមកជារូបរបស់យើងធម្មតាវិញបងប្អូនណាបងប្អូនចង់បានរូបរបស់យើងបាទឆ្វេងស្ដាំឆ្វេងក៏បានដែរបងប្អូនណាហ្នឹងហើយឃើញទេអញ្ចឹងយើងអាច edit នៅក្នុង account Facebook របស់យើងបានបងប្អូនអូសមកនេះឃើញទេបាទអញ្ចឹងចង់ដាក់ color បែបណាក៏បានដែរឥឡូវខ្ញុំយក color មួយហ្នឹងហើយបងប្អូនណាហ្នឹងហើយខ្ញុំចង់ដាក់ logo ឬក៏រូបអីផ្សេងនៅលើបាទរូបភាពមួយហ្នឹងបងប្អូនចុចចូលកន្លែងនេះមកហ្នឹងហើយអញ្ចឹងបងប្អូនអ្នកឃើញកន្លែងនេះដដែលទេបាទអញ្ចឹងបងប្អូនចុចមកហើយខ្ញុំចង់ដាក់ logo account Facebook មួយនេះខ្ញុំចុច select មកវានឹងលោតចេញមកបែបនេះហើយបងប្អូនណាអញ្ចឹងខ្ញុំសូមបរួមបន្តិចមកបាទបរួមហើយឲ្យសេរីវាត្រង់បងប្អូនតើសកត់វាសេរីមកបងប្អូនណាគីឡូវាលោតមកចេញចាក់ចេញអញ្ចឹងឆ្វេងស្ដាំអញ្ចឹងបងប្អូនសកត់វាយកដៃពីរសកត់វាឲ្យអូសមកបាទអូសហើយបាទបងប្អូនដាក់ប៉ុណ្ណឹងមកហ្នឹងហើយបាទឥឡូវខ្ញុំរើសយករូបភាពមួយទៀតដើម្បីដាក់នៅលើរូបភាពមួយហ្នឹងបងប្អូនណាហ្នឹងហើយអញ្ចឹងចុចចូលទីនេះបាទឲ្យបងប្អូនចុចចូលកន្លែងនេះមកបាទខ្ញុំជឿរើសយករូបមួយនេះបងប្អូនណាហ្នឹងអញ្ចឹងខ្ញុំចុច select យកបាទហ្នឹងហើយបងប្អូនអញ្ចឹងបងប្អូនអាចបរិចរួមបានបងប្អូនណាហ្នឹងហើយបងប្អូនគាត់យកដៃបងប្អូនមកយកដៃបងប្អូនទាំងសងខាងហ្នឹងបងប្អូនណាហ្នឹងហើយបងប្អូនចាប់ទាញវាមកបាទចាប់ទាញបរិចវាមកហ្នឹងហើយបាទនេះគឺជា menu បាទក្នុង page របស់ខ្ញុំបងប្អូនណាហ្នឹងហើយបងប្អូនដែលចង់បង្ហាញថា page បងប្អូនហ្នឹងបាទ menu ច្រើនអីចឹងទៅបងប្អូនណាអាចបង្ហាញមិត្តភ័ក្តិបងប្អូនពីការផុសវីដេអូបែបហ្នឹងបានបងប្អូនណាហ្នឹងហើយអញ្ចឹងតែប៉ុណ្្នឹងមកអូខេបងប្អូនហ្នឹងហើយសិនជាបងប្អូនចង់សរសេរអក្សរទៀតបងប្អូនណាហ្នឹងហើយបងប្អូនចុចចូលកន្លែងនេះបាទចុចចូលកន្លែងហ្នឹងមកបាទឲ្យបងប្អូនសរសេរទីនេះមកខ្ញុំដាក់ថាបាទចែករំលែកចំណេះដឹងបងប្អូនណា
បាទខ្ញុំដាក់ប៉ុណ្ណឹងហើយបងប្អូនអាចដូរ font បានបងប្អូនមើលក្រោមនេះ font នេះបងប្អូនណា font ខាងក្រោមហ្នឹងបងប្អូនឃើញទេបាទខ្ញុំយក font មួយនេះបាទហើយខ្ញុំយក style បែបហ្នឹងបងប្អូនណាហ្នឹងហើយបើសិនជាបងប្អូនចង់ដាក់ដូចជាមាននេះដូចជាមាន background ពណ៌សនេះបងប្អូនណាហ្នឹងហើយបងប្អូនអាចដូរ color បានហ្នឹងហើយដូរ color តាមបងប្អូនចុចចូលនេះចុចចូលហ្នឹងមកបាទចុចចូលហើយបងប្អូនអាចដូរ color ទៅទីនេះបានហើយបងប្អូនណាហ្នឹងហើយអាចដូរបានអញ្ចឹងខ្ញុំអត់ជឿរើចូល style បាទដាក់ background ពណ៌លឿងហ្នឹងទេខ្ញុំចុចចូលទីនេះបាទចុចនៅទីនេះហើយខ្ញុំចុចលើអក្សរនេះដើម្បីដូរ font នេះបងប្អូនណាហ្នឹងហើយបងប្អូនគាត់ចុចលើអក្សរខ្ញុំដូរយក font នេះបងប្អូនខ្ញុំដាក់តែប៉ុណ្្នឹងទេតបមកបងប្អូនចុចលើវាមកបងប្អូនឃើញទេចឹងបងប្អូនអាចសេរីបានបាទកន្លែងនេះអាចសេរីអូសវាមកបងប្អូនណាហ្នឹងហើយបើសិនជាបងប្អូនលក្ខណៈបងប្អូនថាដូចថាដាក់ទៅវារៀងឆ្វេងស្ដាំតែវាដាក់រៀងលើក្រោមចឹងបងប្អូនត្រូវបាទចកត់វាយកដៃទាំងសងខាងសកត់វាជាប់ឲ្យបងប្អូនសេរីចាចឹងហើយបងប្អូនដាក់មកបាទដាក់ធ្វើម៉េចឲ្យវាបន្ទាត់នេះបន្ទាត់លឿងណាដាក់ធ្វើម៉េចកុំឲ្យវានេះបងប្អូនហ្នឹងហើយនេះបងប្អូនដាក់ប៉ុណ្ណឹងមកហ្នឹងហើយតែប៉ុណ្ណឹងក៏បានឬក៏ដាក់ធំជាងហ្នឹងក៏បានដែរនេះអញ្ចឹងបងប្អូនដាក់ស្មើមកបាទប៉ុណ្ណឹងមកហ្នឹងហើយតែប៉ុណ្ណឹងក៏អូខេដែរបងប្អូនណាហ្នឹងហើយបើសិនជាបងប្អូនចង់លុបណាហ្នឹងចង់លុបកម្មវិធីហ្នឹងបងប្អូនចុចមកនេះចុចពាក្យថា delete ហ្នឹងមកលុបហើយបងប្អូនណានេះយើងនឹង delete ក្រោមហ្នឹងបាទហ្នឹងហើយអញ្ចឹងខ្ញុំអត់លុបទេខ្ញុំដាក់មកវិញហ្នឹងហើយបងប្អូន edit តែប៉ុណ្ណឹងមកអូខេបងប្អូនអាចផុសរូបនឹងបានហើយពេលដែលយើងផុសទៅបាទឃើញ view វីដេអូរបស់យើងនេះបងប្អូនឃើញបាទ comment ប្រមាណ like ប្រមាណអញ្ចឹងណាបងប្អូនយើងធ្វើអញ្ចឹងដើម្បីយើងបង្ហាញគេថា view នៅក្នុង page របស់យើងហ្នឹងមានអ្នកមើលច្រើនអីចឹងទៅបងប្អូនណាហ្នឹងហើយបងប្អូនដាក់តែប៉ុណ្ណឹងមកគឺអូខេហើយបាទយើងធ្វើវីដេអូហ្នឹងដើម្បីបាទចែករំលែកចំណេះដឹងអីចឹងទៅបងប្អូនដាក់ប៉ុណ្ណឹងមកបន្ទាប់មកបងប្អូនចុចដាននេះបងប្អូនណាហ្នឹងហើយបើសិនជាបងប្អូនចង់ក្របណាបងប្អូនចង់ក្របបងប្អូនចុចកន្លែងនេះបងប្អូនចុចកន្លែងហ្នឹងមកបាទអញ្ចឹងបងប្អូនអាចអូសក្របបានហើយពេលដែលយើងអូសក្របហើយគឺរូបភាពរបស់យើងគឺបាត់អក្សរកន្លែងហ្នឹងហើយបងប្អូនណាហ្នឹងហើយពេលដែលយើងចុចដានមកវិញទៅគឺអក្សរយើងលោតនៅដដែលបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនអាចក្របបានបងប្អូនណាហ្នឹងហើយអាចអូសមកក្របចឹងមកបងប្អូនក្របចឹងមកហ្នឹងហើយបងប្អូនណាអាចក្របចឹងមកហើយបងប្អូនចុចដានមកអក្សរយើងនៅដដែលបងប្អូនណាហ្នឹងហើយអត់បាត់ទៅណាទេបងប្អូនហ្នឹងហើយបងប្អូនចង់ដាក់ effect បងប្អូនហ្នឹងចង់ដាក់ effect ទេបងប្អូនចុចចូលកន្លែងនេះអញ្ចឹងវាមាន effect ជាច្រើនពេលដែលយើងដាក់ទៅវាដូរ color ផ្ទៃរបស់យើងនេះបាទដូរ color អញ្ចឹងបងប្អូនបើថាផ្ទៃយើងស្អាតហើយយើងមិនបាច់ដាក់ទេបងប្អូនចុចកន្លែងនេះមកដើម្បីយើងយកផ្ទៃរបស់យើងទៅដែរបងប្អូនហ្នឹងហើយបងប្អូនចុចមកវិញមកនេះបងប្អូនណាអញ្ចឹងប៉ុណ្ណឹងរួចរាល់ហើយបងប្អូនគាត់ចុចពាក្យថាដាននេះមកបាទចុចតែដាននេះហើយបងប្អូនឃើញបាទយើងបានរូបភាពនៅក្នុងបាទការបង្ហោះរបស់យើងបាទតែឃើញទេបាទបងប្អូនអូសមកនេះឃើញទេអញ្ចឹងបងប្អូនបង្ហោះមួយទៅបាទបង្ហោះមួយឥឡូវខ្ញុំបង្ហោះមួយចុះបងប្អូនណាហ្នឹងហើយឈុលធ្វើទៅហើយបងប្អូនហ្នឹងហើយយើងដាក់ប៉ុណ្ណឹងមកបាទហោះយកតែម្ដងបងប្អូនអញ្ចឹងខ្ញុំចុចបាទនិចមកបងប្អូនចុចនិចបងប្អូនហ្នឹងហើយចុចនិចមកបើសិនជាកន្លែងនេះបងប្អូនបើសិនជាកន្លែងនេះកន្លែង public បើសិនជាបងប្អូនចេញមកចាបាទបងប្អូនដាក់ fan ចេះណាហ្នឹងហើយបងប្អូនចុចដានមកវាលោតចេញជាលក្ខណៈបាទជា fan ណាបងប្អូនហ្នឹងហើយបងប្អូនចុចបើកកន្លែងហ្នឹងកុំភ្លេចណាចុចបើកកន្លែងហ្នឹងឲ្យជាសាធារណៈហ្នឹងមកបងប្អូនណាហ្នឹងហើយបើឲ្យបងប្អូនចុចដានមកពេលយើងផុសទៅឲ្យគេឃើញគ្រប់គ្នាអញ្ចឹងទៅបាទអញ្ចឹងបងប្អូនគាត់ណា edit ប៉ុណ្ណឹងរួចរាល់ហើយបើមិនជាបងប្អូនថាអត់ទាន់គ្រប់គ្រាន់ទេបងប្អូនចង់បន្ថែមទៀតបងប្អូនចុចពី edit នេះបងប្អូនណាចុចចូលមកហ្នឹងហើយអញ្ចឹងបងប្អូនអាចចុចចូលកន្លែងនេះមកចុចចូលកន្លែងហ្នឹងហើយបងប្អូនចុច select រូបភាពមួយណាដែលបងប្អូនចង់បន្ថែមនៅកន្លែងណាអញ្ចឹងណាបងប្អូនហ្នឹងហើយឥឡូវខ្ញុំអត់ទេខ្ញុំចុចដានតែម្ដងគាត់នឹងបង្ហាញបងប្អូនទេបងប្អូនណាហ្នឹងហើយបន្ទាប់មកបងប្អូនចុចពាក្យ Connect នេះមកហើយបងប្អូនចុចពាក្យថាផុសនេះមកគឺអូខេបងប្អូនណាហ្នឹងហើយអញ្ចឹងរូបភាពមួយហ្នឹងគឺផុសចូលហើយអញ្ចឹងខ្ញុំចុចចូលឲ្យបងប្អូនមើលតែម្ដងនេះបងប្អូនឃើញឥឡូវយើងបានផុសរួចរាល់ហើយបងប្អូនឃើញទេបាទបើសិនជាបងប្អូនចង់សរសេរអក្សរនៅលើរូបភាពមួយហ្នឹងបងប្អូននេះចុចកន្លែងទៅក្រេ3នេះមិញខ្ញុំបានបង្ហាញបងប្អូនណាហ្នឹងហើយបងប្អូនចុចកន្លែងហ្នឹងមកពាក្យថា edit ផុសហ្នឹងមកហ្នឹងហើយបងប្អូនអាចសរសេរនៅកន្លែងនេះបានណាបងប្អូនហ្នឹងហើយសរសេរមករៀបរាប់មកបាទសរសេររៀបរាប់ថារូបភាពហ្នឹងយើងចង់បង្ហោះហ្នឹងមានអត្ថន័យយ៉ាងណាអីយ៉ាងណាអញ្ចឹងណាបងប្អូនហ្នឹងហើយដោយសារខ្ញុំអត់ទេបងប្អូនណាគាត់បង្ហាញបងប្អូនបាទពីការបង្ហោះរូបភាពនៅក្នុង account Facebook របស់យើងបងប្អូនហ្នឹងហើយបងប្អូនអាចអនុវត្តតាមវីដេអូរបស់ខ្ញុំបានបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាទសូមជម្រាបលា